ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីសំណាងដ៏អស្ចារ្យរបស់ខ្ញុំឈ្នះពីបងប្រុសជីបាន1000ទៀតហើយយើងឈ្នះជាមួយគ្នាតោះទៅមើលទៅពិតមែនហើយហេឈ្នះបាន3000ទៀតហើយ3000ឯណោះខ្ញុំមិនជឿថាអ្នកអាចឈ្នះរហូតទេអេលោកម្ចាស់ចុះសន្លឹក2នេះវិញ1សន្លឹក5000 1សន្លឹកទៀត8000មើលឲ្យហើយទៅយើងមិនត្រឹមតែបានដើមវិញទេតែថែមទាំងរកបាន17000ទៀតបងស៊ូពិតជាអស្ចារ្យណាស់យើងមានបានហើយគ្រាន់តែជាសំណាងអាក្រក់សោះខ្ញុំទទួលស្គាល់ថាអ្នកពូកែអ្នកទើបតែដឹងបងស៊ូរបស់យើងពូកែតាំងពីយូរមកហើយបងស៊ូមែនទេនៅមានរបស់ខ្លាំងជាងនេះទៀតថៅកែយកសន្លឹកដែលថ្លៃជាងគេនោះឲ្យខ្ញុំចំនួន5ដែរក្មេងប្រុសក្មួយមិនច្រឡំមើលទេនេះគឺជារង្វាន់ដែលមានឱកាសឈ្នះក្នុងចំណោមសន្លឹក5000លាន50កោដមួយក្នុងចំណោម10000ក្មួយគិតពិចារណាបានល្អហើយមែនទេឈ្នះបានហើយគួរតែឈប់ទៅមនុស្សយើងមិនអាចមានសំណាងល្អរហូតនោះទេត្រូវហើយកុំឲ្យបាត់បង់លុយ10000ជាងដែលទើបតែឈ្នះនោះទៅវិញរង្វាន់ធំបំផុតរបស់វាគឺ1លានមែនទេក្មេងប្រុសជាមួយនឹងរកពីបែបនេះរបស់ឯងនៅចង់ឈ្នះ1លានទៀតឬអហេបិទអើយបងនិយាយត្រូវហើយខ្ញុំលេងល្បែងកម្រិតទាបបែបនេះគ្រប់គ្រាន់ហើយខ្ញុំមកនេះគឺដើម្បីចង់បាន1លាននោះដែរខ្ញុំចង់រើសដោយខ្លួនឯងអត់ទេក្បាលឯងមិនធំប៉ុន្មានទេតែសម្ដីវិញមិនតូចទេអ្នកជាមនុស្សកំសត់ទូយោដែលគ្រាន់តែជិះកង់រួមគ្នាក៏ត្រូវបង់រំលោះដោយបង់ប្រាក់ប្រចាំខែដែរហ៊ានស្រមៃចង់ឈ្នះ1លានទៀតតែឯងមាននិស្ស័យសំណាងបែបហ្នឹងទេឯងឲ្យមកយកមកនេះមកអីចឹងអ្នកមើលឲ្យបានច្បាស់ថាខ្ញុំជាមនុស្សកំសត់នេះនឹងរកលុយធំបានដោយរបៀបណាចាំមើលទៅសៀវលូសន្លឹកប៉ុន្មាននេះឯងជាអ្នកកោះមិនបានទេខ្ញុំសំណាងមិនល្អទេមិនអីទេកោះទៅកុំខ្លាចធ្វើដោយចិត្តក្លាហានទៅក្មេងនេះមិនបានជាមានទំនុកចិត្តខ្លាំងយ៉ាងនេះឬមួយក៏គេមានភ្នែកទិព្វអាចមើលឃើញរង្វាន់ឆ្នោតធំមែនវាមិនអាចទៅរួចទេគេគ្រាន់តែជាឆ្មាខ្វាក់ប៉ះកណ្ដុរងាប់តែប៉ុណ្ណោះវាជាការចៃដន្យណាស់ឯងពិតជាគិតថាគេជាស្វាសុនមែនបើខ្ញុំត្រូវ1លានត្រូវហើយតស៊ូទៅធ្វើម៉េចនឹងអាចទៅរួចតើនេះអាចទៅរួចដោយរបៀបណាចេនលូបន្តត្រូវឆ្នោត8000យន់ហើយត្រូវឆ្នោត3000យន់ទៀតអាហោះត្រូវឆ្នោត1លានទៀតហើយត្រូវទាំងអស់តែម្ដងសរុបទាំងអស់5លានយន់អោព្រះជាម្ចាស់អើយខ្លាយជាទេវតាហើយហាហេតុអ្វីទៅយ៉ាងម៉េចទៅវិញរង្វាន់ធំពួកគេទីត្រូវទាំងអស់ប្អូនប្រុសបើឯងពូកែយ៉ាងនេះហើយចាំទោះទីមើលថាការប្រកួតនេះអ្នកណាចាញ់ឈ្នះខ្ញុំថាម៉េចក៏ឯងទាំងពីរគិតអីផ្ដេសផ្ដាសសម្លេះគេគ្រាន់តែមានសំណាងល្អត្រូវឆ្នោត2ដងប៉ុណ្ណោះឯងជឿថាគេជាទេវតាពិតមែនស៊ូគេមិនស្មើនឹងស៊ូឆ្កែទេគេគ្រាន់តែអ្នករកគេជាទេវតាដូចឆ្កែស៊ូគេមិនស្មើនឹងស៊ូឆ្កែនៅតាមផ្លូវទេត្រូវហើយគេគ្រាន់តែជាអ្នកដឹកជញ្ជូនអាហារម្នាក់ប៉ុណ្ណោះរវល់ដូចឆ្កែពេញមួយថ្ងៃថែមទាំងហ៊ានមកទីពៀនបាល់ទាត់ពិភពលោកទៀតផងម៉េចក៏អំនួតម្លេះខ្ញុំមិនត្រឹមតែអាចទូទីអ្នកចាញ់អ្នកឈ្នះទេខ្ញុំថែមទាំងអាចទីថាអ្នកណាជាជើងឯកពៀនបាល់ទាត់ពិភពលោកលើកនេះទៀតផងហាអោហើយកូនឯងត្រូវឆ្នោត2ហើយក៏អួតខ្លាំងជ្រុលម្លេះថែមទាំងនិយាយពីជើងឯកពៀនបាល់ទាត់ពិភពលោកទៀតខ្ញុំប្រាប់ឯងឲ្យតែឯងអាចទីត្រូវពិន្ទុចាញ់ឈ្នះនៃការប្រកួតនេះខ្ញុំអាចឲ្យរង្វាន់ឯងបានទ្វេដងខ្ញុំថែមទាំងអាចធ្វើជាអ្នកឧបត្ថម្ភទៀតផងនេះជាអ្វីដែលឯងនិយាយខ្លួនឯងណាគឺខ្ញុំនិយាយមែនប៉ុន្តែយើងត្រូវនិយាយឲ្យច្បាស់លាស់ទុកជាមុនសិនបើឯងទីមិនត្រូវទោះបីជាពិន្ទុខុសបន្តិចបន្តួចក៏ដោយសម្បត្តិឆ្នោតទាំងអស់ដែលបានឈ្នះពីមុននឹងត្រូវទុកជាមុខទាំងអស់ថៅកែអីក៏អយុត្តិធម៌ម្លេះសម្បត្តិរង្វាន់គឺជារឿងមួយការទូទីគឺជារឿងមួយទៀតមិនក៏ឯងយកមកគំរាមកំហែងអីចឹងហេខ្ញុំមិនបានបង្ខំគេណាមែនទេហ៊ានភ្នាល់ឬអត់គឺអាស្រ័យលើគេមានចិត្តហ៊ានឬអត់ទេខ្ញុំគិតថាអាថោកទាបកនេះក៏មិនហ៊ានដាក់ភ្នាល់ធំបែបនេះដែរលុយបន្តិចបន្តួចដែលវាទៅប្រកបានគឺអស់លៀបសំណាងអស់មួយជីវិតហើយបើឯងឈ្នះ1លានដុល្លារថ្ងៃនេះខ្ញុំនឹងទៅផ្ទះជាមួយឯងចង់ធ្វើអីក៏ធ្វើទៅល្មមហើយបងស៊ូកុំអីខ្ញុំភ្នាល់ជាមួយអ្នកទាំងអស់គ្នាហើយកុំអីណាបងស៊ូកុំបារម្ភអីយុវជនយើងត្រូវតែធ្វើឲ្យពួកគេទទួលស្គាល់សមត្ថភាពការប្រកួតនេះគួរតែបញ្ចប់នៅម៉ោង11យប់ពិន្ទុគួរតែជា0ឲ្យទល់នឹង7ក្រុមចិនចាញ់ក្រុមជប៉ុនហើយអីគេ0ឲ្យទល់នឹង7 0ឲ្យទល់នឹង7ក្រុមចិនចាញ់ក្រុមជប៉ុនហើយ0ឲ្យទល់នឹង7ហាអ្នកសើចអីក្មួយប្រុស
តើក្មួយស្គាល់បាល់ទាត់ទេសូនឲ្យទល់នឹង7ត្រូវដឹងថាក្នុងការភ្នាល់បាល់ចំនួនគ្រាប់ខ្ពស់បំផុតគឺត្រឹមតែ6គ្រាប់ប៉ុណ្ណោះត្រូវហើយក្មួយខ្ញុំទទួលស្គាល់ថាក្រុមជម្រើសជាតិយើងខ្សោយប៉ុន្តែបាល់ទាត់មិនមែនជាបាល់បោះទេទោះបីដាក់ជ្រូក11ក្បាលទៅលេងក៏មិនអាចចាញ់0ទល់នឹង7ដែរលើសពីនេះក្រុមដែលលេងជាមួយគឺក្រុមជប៉ុនពីមុនខ្ញុំគិតថាអញទីត្រូវដូចទេវតាអីចឹងឥឡូវនេះខ្ញុំគិតថាអ្វីដែលអញទីពីមុនគ្រាន់តែជាសំណាងសុទ្ធសាធបងស៊ូខ្ញុំគិតថាពាក្យសម្ដីរបស់ពួកគេមានហេតុផលខ្លះដែរចុះយើងឈប់ភ្នាល់ទៅបើសិនជាយើងចាញ់លុយ$5 លានមុននឹងបាត់បង់ទាំងអស់អ្វីត្បិតតែខ្ញុំមិនសូវជឿប៉ុន្តែវានឹងមិនខុសទេសូម្បីតែម៉ោងដែលការប្រកួតត្រូវបញ្ចប់ក៏មិនខុស1នាទី1វិនាទីដែរហេក្មួយមកដល់ពេលនេះឯងនៅតែជឿជាក់ខ្លាំងម្ល៉េះតើឯងពិតជាគិតថាសំណាងរបស់ឯងអាចបន្តទៅមុខទៀតមែនទេនៅសល់តែ2នាទីទៀតប៉ុណ្ណោះខ្ញុំប្រាប់ឯងតម៉ោងខ្ញុំនឹងបើកទូរទស្សន៍មើលការប្រកួតភ្លាមចាំមើលឯងនឹងស្លាប់បែបណាបានហើយគាត់នៅទីនេះគាត់ក៏មិនអាចខឹងបានដែរបងស៊ីវធ្វើម៉េចទៅខ្ញុំរៀងភ័យបន្តិចហើយមានអីត្រូវភ័យបងស៊ីវរបស់ឯងនេះទីត្រូវដូចទីបអីចឹងជិតដល់ម៉ោង11ហើយរងចាំតែដល់ពេលយើងទាំងពីរនឹងអាចឈ្នះភ្នាល់បានលុយច្រើនពិតហើយការសន្យាកុំភ័យអីត្រូវជឿលើការព្យាករណ៍របស់បងស៊ីវគឺប្រកាសជាមិនចាញ់ខុសទេនៅសល់តែ5វិនាទីទៀតដល់ម៉ោង11ហើយរស់រាន់បើកទូរទស្សន៍មើលលទ្ធផលប្រកួតអាឡូស្អីគេ